ចាជំរាបសួរបងប្អូនគ្នាចាអរគុណព្រះសម្រាប់ពេលវេលាដែលអ្នកគ្រូនិងបងប្អូនគ្នាបានជួបគ្នាសាជាថ្មីផងដែរចាអញ្ចឹងចូលមានអ្នកគ្រូទាំងគ្នាអញ្ចឹងថ្ងៃនេះយើងនឹងរៀនគណិតវិទ្យាថ្នាក់ទី6ហើយមេរៀនដែលអ្នកគ្រូនឹងយកមកបញ្យល់បងប្អូនគ្នាថ្ងៃនេះគឺតកតងជាមួយនឹងការបញ្យល់អំពីរបៀបគណនាវិធីចែកបង្គាប់ពេលចាអញ្ចឹងថ្ងៃនេះគឺយើងនឹងរៀនជាមួយនឹងគ្នាតកតងជាមួយនឹងការចែកបង្គាប់ពេលចាហើយមុននឹងចូលទៅដល់លំហាត់អ្នកគ្រូក៏ចង់ឲ្យបងប្អូនដឹងថាដើម្បីចែកបង្គាប់ពេលគឺយើងត្រូវការចែកពីខ្ទង់ម៉ោងមកមុនចាអញ្ចឹងបើសិនជានៅសល់សំណល់នៅផ្នែកម៉ោងគឺយើងបដូរវាទៅជានាទីឬក៏វិនាទីហើយយើងធ្វើការចែកបន្តចាអញ្ចឹងអ្នកគ្រូក៏មានជាលំហាត់ពីរខ្ទង់ដែរក្នុងការដែលយកមកបញ្យល់មកតគ្នាផងដែរចាអញ្ចឹងអ្នកគ្រូមានខ្ទង់កហើយនិងខ្ទង់ខអញ្ចឹងខ្ទង់កគេឲ្យយើង12ម៉ោងចែកជាមួយនឹង4ចាហើយខ្ទង់ខគេឲ្យយើង26នាទី20វិនាទីចែកជាមួយនឹង4ចាអញ្ចឹងអ្នកគ្រូក៏មានជាប្រមាណវិធីផងដែរចាអញ្ចឹងយើងចូលមកប្រមាណវិធីនៅខ្ទង់កគេឲ្យយើង12ចែកជាមួយ12ម៉ោងចែកជាមួយនឹង4ចាអញ្ចឹង12ម៉ោងចែកជាមួយនឹង4គឺយើងដាក់បាន3ចាអញ្ចឹង3 4ដង10 12ចាយើងធ្វើការចែកមកគឺបាន0ចាអញ្ចឹងសំណល់របស់យើងគឺ0ចម្លើយរបស់យើងគឺបាន3ម៉ោងចាអញ្ចឹង12ម៉ោងចែកជាមួយនឹង4គឺបាន3ម៉ោងចា3ម៉ោងចាអញ្ចឹងយើងចូលដល់ខ្ទង់ខអញ្ចឹងខ្ទង់ខមានគេឲ្យយើង26នាទី20វិនាទីចែកជាមួយនឹង4ចាអញ្ចឹងដោយសារតែអ្នកគ្រូប្រាប់មុនហ្នឹងថាយើងចែកមកពីខ្ទង់ម៉ោងមុនចាអញ្ចឹងដោយសារតែលេខនេះគេឲ្យយើងត្រឹមតែនាទីហើយនិងវិនាទីអញ្ចឹងអត់ជាបញ្ហាទេគឺយើងចែកធម្មតាមកគឺយើងចែកដូច2នាទីរហូតដល់វិនាទីចាអញ្ចឹងយើងចែកពីនាទីមុនចាអញ្ចឹង26ចែកជាមួយនឹង4យើងចែកមតនៈសិនចាអញ្ចឹង26ចែកនឹង4គឺយើងបានដាក់បាន6ចាអញ្ចឹងដាក់បាន6 4ដងស្មើនឹង24ចាអញ្ចឹង26ដក24គឺស្មើសល់2ចាអញ្ចឹងសំណល់របស់យើងគឺនៅសល់2ចាអញ្ចឹងបើសំណល់នេះនៅសល់2គឺយើងត្រូវការបដូរ2របស់នាទីនេះទៅជាវិនាទីចាដោយយកគុណដោយយក2នេះយកទៅគុណជាមួយនឹង60ចាអញ្ចឹងបើសិនជាបដូរវាទៅជាវិនាទីហើយអញ្ចឹង2នេះគឺអស់អីចែកទេអញ្ចឹងគឺយើងត្រូវដាក់ຂະຫນាតឲ្យគេផងចាអញ្ចឹងបាន6នាទីចាអញ្ចឹងយើងធ្វើការចែកបន្តមកខ្ញុំគូប្រាប់ថាយក2នេះយកទៅគុណជាមួយនឹង60ចាអញ្ចឹងយក6នេះយក60នេះគុណនឹង2ក៏បាន2គុណជាមួយនឹង60ក៏បានដែរចាអញ្ចឹងគឺយើងធ្វើការគុណគឺយើងបាន120ចាយើងបាន120អញ្ចឹងយើងយក120នេះដែលជាចម្លើយនេះយកមកបូកជាមួយនឹងវិនាទីចាអញ្ចឹង20បូកជាមួយនឹង120បាន140ចាបាន140យើងអាចយកទៅចែកបានដែរចាអញ្ចឹងយក140នេះយកទៅចែកជាមួយនឹង4ចាអញ្ចឹង140ចែកនឹង4គឺយើងបានដាក់បាន3ចាអញ្ចឹង3 4ដងគឺ12ចាអញ្ចឹងយើងធ្វើការដកមកអញ្ចឹង0នេះយើងទម្លាក់4នេះដក2 4ដក2ស្មើ2 1ដក1ស្មើ0ចាអញ្ចឹងយើងបាន20ចែកនឹង4ចា20ចែកនឹង4យើងបាន5អញ្ចឹង5 4ដងស្មើនឹង20ចាអញ្ចឹងយើងដកមកសំណល់របស់យើងគឺអស់គឺស្មើ0ចាអញ្ចឹងយើងដាក់ຂະຫນាតឲ្យគេមកគឺវិនាទីអញ្ចឹងចម្លើយរបស់យើងគឺឃើញ6នាទី35វិនាទីចាអញ្ចឹងយើងដាក់6នាទី35ចាវិនាទីចាអញ្ចឹងមេរៀនរបស់អ្នកគ្រូដែលតាក់ទងជាមួយនឹងការចែកកង្វក់ពេលក៏បានចប់ត្រឹមតែប៉ុណ្ណឹងចឹងគ្រូសូមថាបងប្អូនទាំងគ្នាបានត្រឡប់ទៅវិញក៏បានអនុវត្តនៅលំហាត់ដែលតាក់ទងជាមួយនឹងការចែកកង្វក់ពេលផងដែរចាអ្នកគ្រូសូមអរគុណសូមព្រះប្រទានពរ